សួស្តីបងប្អូនអរគ្នាថ្ងៃនេះមកថតវីដេអូពីការចំមន់ចំទាបែបលក្ខណៈគ្រួសារនៅផ្ទះស្រុកស្រែជីវិតជាស្ត្រីមេផ្ទះឆ្លៀតចំមន់ចំទាខ្លះដើម្បីរកចំណូលបន្ថែមបន្តបន្សំបើយើងពឹងតែលុយប្តីមួយមុខវាទៅមិនរួចទេការចំណាយវាអស់ច្រើនចឹងហើយអ្វីដែលយើងអាចធ្វើបានត្រូវតែជួយគ្នាតែការចំមន់ចំទានេះវាមិនបានចំណូលអីច្រើនណាស់ណាយទេព្រោះអីយើងជាចំលក្ខណៈគ្រួសារមិនបានច្រើនអីដូចគេដូចកសិដ្ឋានអីទេប៉ុន្តែវាជួយសម្រាលខ្លះដែរដូចថាយើងចំដល់ធំបានហូបអីទៅក៏អាចរួចម្ហូបមកពេលអីចឹងដែរទៅហើយយ៉ាងណាអត់លុយឬត្រូវអីត្រូវលក់អីមួយគឺអាចលក់បានថ្លៃរួចកូនទៅស្រាប់ហើយយើងចំលក្ខណៈគ្រួសារនេះវាមិនសូវរវល់អីហ្មងទេព្រោះយើងឆ្លៀតបានព្រោះយើងក្រោយពីយើងដាំបាយស្លអីជាស្ត្រីនៅផ្ទះអីរួចយើងឆ្លៀតមកដាក់បាយមាត់បាយទាបានព្រោះមួយថ្ងៃយើងដាក់តែ3ដងឬក៏2ដងបានហើយការរស់នៅស្រុកស្រែមានតែការចំមន់ចំទាធ្វើអីចឹងនឹងឯងមិនទៅលក់ដូរអីក៏នៅស្រុកស្រែមិនសូវមានមនុស្សមានអីដែរហើយណាមួយយើងគ្មានដើមទុនណាធំដុំតរស៊ីលុយធំដុំច្រើនដូចគេមានតែឆ្លៀតរករបស់ទូចតាចសំតតតាមជីវភាពយើងគេរកលុយធំដុំគេមិនចំមន់ចំទៀតដូចយើងទេប៉ុន្តែយើងអ្នករកបានតិចតួចត្រូវតែឆ្លៀតសំ